ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីម្ដងទៀតហើយមកកាន់ Channel Team Trade Goal អញ្ចឹងដូចបងប្អូនដឹងស្រាប់ហើយឲ្យតែជួបខ្ញុំដឹងតែមានព័ត៌មានអីថ្មីទៀតហើយដែលអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃហាងឆេងមាសណាតោះកុំឲ្យខាតពេលបងប្អូនមកមើលជាមួយនឹងព័ត៌មានយើងទាំងអស់គ្នាថាតើព័ត៌មានហ្នឹងគឺជាព័ត៌មានអ្វីហើយវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃហាងឆេងមាសបែបណាអញ្ចឹងនេះដូចបងប្អូនឃើញនៅខាងក្រោយនេះអញ្ចឹងគឺជាព័ត៌មានពាក់ព័ន្ធជាមួយនឹង Nan Farm Employment Change ចឹងចំពោះព័ត៌មាននេះដូចបងប្អូនដឹងស្រាប់ហើយបងប្អូនដែលតាមដាន channel របស់ខ្ញុំគឺខ្ញុំធ្លាប់តែធ្វើការបង្ហាញគឺព័ត៌មានហ្នឹងគឺប៉ះពាល់ដល់ប្រាក់ដុល្លារខ្លាំងណាស់ហើយបើសិនជាប្រាក់ដុល្លារចេញមកអត់ល្អចឹងវាអាចនឹងធ្វើតម្លៃហាងឆេងមានការហក់ឡើងប៉ុន្តែបើសិនជាប្រាក់ដុល្លារចេញមកល្អលើពីការព្យាករណ៍ឬក៏ការរំពឹងទុករបស់អ្នកវិនិយោគណាអ្នកវិនិយោគទុនធំហ្នឹងចឹងគឺអាចនឹងធ្វើឲ្យហាងឆេងមានការធ្លាក់ចុះផងដែរចឹងឥឡូវយើងអត់ទាន់ដឹងទេថាទីផ្សារហ្នឹងគឺវានឹងធ្វើការកើនឡើងឬក៏មានការធ្លាក់ចុះព្រោះថាព័ត៌មានវាអត់ទាន់ចេញណាអានេះគ្រាន់តែជាទិន្នន័យដែលគេព្យាករណ៍ទេអញ្ចឹងនៅថ្ងៃទី7ខែសីហាឆ្នាំ2026ហ្នឹងនៅម៉ោង7កន្លះយប់បងប្អូនអរគ្នាអញ្ចឹងថ្ងៃស្អែកថ្ងៃនេះថ្ងៃទី6ខ្ញុំធ្វើវីដេអូនេះថ្ងៃទី6អញ្ចឹងថ្ងៃស្អែកគឺថ្ងៃទី7អញ្ចឹងបងប្អូនអរគ្នាគួរតែប្រុងប្រយ័ត្នណាអ្នកទិញលក់ទៅលើតម្លៃហាងឆេងមាសហើយបើសិនជាយើងក៏លេខមកមើលជាមួយនឹងទិន្នន័យដែលចេញណាអញ្ចឹងអានេះគឺជាទិន្នន័យនៃខែមុនបាទខែមុនគឺហេតុ 57k ហើយសម្រាប់ការព្យាករណ៍នៅខែនេះគឺព្យាករណ៍ឡើងដល់ទៅ 85k ឯណោះអញ្ចឹងមានន័យថាវាប្រាក់ដុល្លារល្អណាប៉ុន្តែការចេញជាក់ស្ដែងគឺយើងអត់ទាន់ដឹងទេថាតើចេញមកវាទៀបជាងការព្យាករណ៍ឬក៏ធំជាងការព្យាករណ៍អញ្ចឹងយើងរងចាំមើលថ្ងៃស្អែកទេបងប្អូនបាទបងប្អូនអរគ្នាអញ្ចឹងឥឡូវយើងមកមើលជាមួយនឹង technical បាទជាក់ស្ដែងរបស់យើងនេះតែម្ដងណាចឹងអានេះគឺជាតម្លៃទីផ្សារជាក់ស្ដែងតែម្ដងហើយតម្លៃបច្ចុប្បន្ននេះគឺកំពុងតែស្ថិតនៅ$4264នៅក្នុង1អោនគឺជាតម្លៃមួយដែលទើបតែធ្វើការកើនឡើងនៅពេលថ្មីហ្នឹងទេចឹងសម្រាប់ព័ត៌មាន Nan Farm ខ្ញុំគិតថាបើសិនជាព័ត៌មានចេញមកដូចជាមួយនឹងការព្យាករណ៍ឬក៏ធំជាងការព្យាករណ៍ណាបងប្អូនអរគ្នាខ្ញុំគិតថាតម្លៃគឺវាអាចនឹងធ្វើការធ្លាក់ចុះមកដល់$4200នៅក្នុង1អោនបាទ$4200នៅក្នុង1អោនអញ្ចឹងគឺជាតម្លៃដែលបងប្អូនអាចនឹងពិចារណាទៅលើការទិញល្អមែនទែនបងប្អូនហើយសម្រាប់តម្លៃដែលខ្ញុំមើលឃើញថាវានឹងអាចឡើងទៅប៉ះបន្ទាប់នោះគឺនៅតម្លៃ$4380នៅក្នុង1អោនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទាញរកផលចំណេញបានណាបាទពីការទិញអញ្ចឹងអ្វីដែលយើងគួរធ្វើយើងមានតែរងចាំសិនថាថ្ងៃហ្នឹងទីផ្សារហ្នឹងគឺវាអាចនឹងឡើងដល់វាអាចនឹងឡើងទៅប៉ះ$4380នៅក្នុង1អោនដែរឬទេបើសិនជាវាអត់ប៉ះទេអញ្ចឹងវាអាចនឹងរងចាំនៅថ្ងៃស្អែកពេលដែលព័ត៌មាន Nan Farm ចេញមកអាចនឹងធ្វើឲ្យជំរុញទីផ្សារមានការកើនឡើងឬក៏អាចនឹងធ្វើឲ្យទីផ្សារមានការធ្លាក់ចុះហើយបើសិនធ្លាក់ចុះមកដល់$4200នេះគឺជាតម្លៃដែលបងប្អូនទិញណាបាទចាណាទៅលើការទិញគឺល្អមែនទែនតម្លៃមួយហ្នឹងណាព្រោះថាតម្លៃនេះគឺជាតម្លៃ resistance ចាស់អញ្ចឹងឥឡូវនេះវាខ្លាចទៅជា support ហើយវាខ្លាចទៅជា support អញ្ចឹងកន្លែងហ្នឹងគឺយើងអាចទិញបានល្អបងប្អូនអរគ្នាព្រោះថាព័ត៌មានឥឡូវនេះគឺគេព្យាករណ៍ថាល្អអញ្ចឹងបើសិនជាព័ត៌មានចេញមកល្អដូចជាមួយនឹងការព្យាករណ៍មែនអញ្ចឹងគឺវាអាចនឹងចុះមកដល់តម្លៃហ្នឹងប៉ុន្តែបើសិនជាករណីព័ត៌មានចេញមកស្រាប់តែអត់ដូចការព្យាករណ៍វាទៀបជាងការព្យាករណ៍ហើយទៀបជាងខែមុនទៀតអញ្ចឹងអាចនឹងធ្វើឲ្យតម្លៃហាងឆេងមាសវាបែរជាប្រែប្រួលវិញណាវាអត់ចុះមកយកអា$4200ហ្នឹងវាឡើងពីតម្លៃនៃចន្លោះបងប្អូននេះចន្លោះហ្នឹងណាមួយឡើងទៅយក$4200ឬក៏អាច$4380ឬក៏អាចលើសឡើងទៀតអញ្ចឹងឥឡូវយើងមានតែចាំមើលថាថ្ងៃស្អែកថ្ងៃទី7ខែសីហាឆ្នាំ2026ហ្នឹងតម្លៃហាងឆេងមាសវាព័ត៌មានដែលចេញមកចាក់ស្ដែងថាវាដូចជាមួយនឹងការព្យាករណ៍ឬក៏បែបណាអញ្ចឹងយើងមានតែចាំមើលណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនទាំងអស់គ្នាបាទសង្ឃឹមថាបងប្អូននឹងទទួលបានផលចំណេញអំពីព័ត៌មាននៅថ្ងៃស្អែកបើសិនជាបងប្អូនដែលដៃថ្មីចង់រៀនទិញលក់ទៅលើតម្លៃហាងឆេងមាសឬក៏ចង់ចេះវិភាគ technical អីបន្ថែមទៀតឲ្យស៊ីជម្រៅជាងហ្នឹងបងប្អូនអាចឆាតមក Telegram របស់ខ្ញុំបានបាទខ្ញុំមានវគ្គបរិញ្ញាបត្រ free ហើយយើងក៏មានការទទួលបើក account free ជូនបងប្អូនទាំងអស់គ្នាដែរអញ្ចឹងសម្រាប់បងប្អូនដែលអត់ចេះសោះយើងមានវគ្គបរិញ្ញាបត្រណាបាទបរិញ្ញាបត្រឲ្យបងប្អូនចេះទិញលក់ទៅលើតម្លៃហាងឆេងមាសអន្តរជាតិនិងចេះមើលទីផ្សារហើយចេះតាមដានទៅលើព័ត៌មានសេដ្ឋកិច្ចជុំវិញពិភពលោកអញ្ចឹងណាតែខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន